អាយដាមច័ន្ទកុលបុត្ររដ្ឋលេខាធិការតំណាងដល់ខ្ពង់ខ្ពស់អាយដាមសុកសូកែនរដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានដឹកនាំប្រតិភូក្រសួងអធិការកិច្ចចុះមកធ្វើការងារវេទិកាសាធារណៈនៅឃុំនិទាននិងឃុំពោអង្ក្រងស្រុកបរសែតខេត្តកំពង់ស្ពឺចេញផ្សាយពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025អាយដាមច័ន្ទកុលបុត្ររដ្ឋលេខាធិការតំណាងដល់ខ្ពង់ខ្ពស់អាយដាមសុកសូកែនរដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានដឹកនាំប្រតិភូក្រសួងអធិការកិច្ចចុះមកធ្វើការងារវេទិកាសាធារណៈនៅឃុំនិទាននិងឃុំពោអង្ក្រងស្រុកបរសែតខេត្តកំពង់ស្ពឺដោយមានការអញ្ជើញចូលរួមពីលោកជំទាវសេនសាណាល់អនុរដ្ឋលេខាធិការលោកជាវិជ្ជាអភិបាលរងខេត្តកំពង់ស្ពឺលោកអភិបាលរងនិងលោកមេឃុំនិទានលោកប្រធានមន្ទីរជុំវិញខេត្តកងកម្លាំងទាំង3ប្រភេទនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់លោកអនុប្រធាននាយកដ្ឋានប្រធានការិយាល័យមន្ត្រីនៃនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈនៃក្រសួងអធិការកិច្ចចុះមកជួបជុំជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំនិទានចំនួន205នាក់ស្ត្រី59នាក់និងឃុំពោអង្ក្រងចំនួន217នាក់ស្ត្រី42នាក់ដើម្បីស្ដាប់ពីបញ្ហាកង្វល់ទុក្ខលំបាកបញ្ហាប្រឈមក្នុងជីវភាពបញ្ហាសេវាសាធារណៈនិងទទួលសំណូមពរផ្សេងក្នុងបញ្ហាអគ្គិសនីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀនទំនប់ទឹកអណ្ដូងទឹកបង្គោលភ្លើងការងារកសិកម្មចិញ្ចឹមសត្វនិងតម្លៃស្រូវត្រូវបានប្រជាពលរដ្ឋលើកជាសំណូមពរនិងក្រុមប្រតិភូនិងជំនាញបានបំភ្លឺនិងរកដំណោះស្រាយដាក់ជូនរដ្ឋបាលខេត្តនិងក្រសួងពាក់ព័ន្ធដើម្បីលើផែនការបំពេញនូវសំណូមពររបស់ប្រជាពលរដ្ឋក្នុងនោះអាយដាមច័ន្ទកុលបុត្របានសំណូមពរសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាបុត្រធីតាឲ្យជៀសវាងគ្រឿងញៀននិងសំណូមពរដល់កងកម្លាំងនគរបាលនិងអាវុធហត្ថចលបាតសន្តិសុខនិងបង្ក្រាបមុខសញ្ញាក្មេងទំនើងនិងទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកដោយសាសាឡានិងផ្សព្វផ្សាយ App No Drug ដើម្បីបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនផងដែរ